លិខិតសុំទោសតាមទូរស័ព្ទខ្ញុំបាទពាក់មីប្រធានក្រុមផ្ការិចគ្រប់រដូវសូមធ្វើការសុំទោសជាសាធារណៈចំពោះបុគ្គលឈ្មោះជឿនច័កហើយជីងច័កជេ7ដោយមូលហេតុការប្រកួតកាលពីថ្ងៃមុនយើងខ្ញុំដាក់ជីងច័កលេងបានតែ5នាទីក៏ដូរចេញធ្វើឲ្យ JJ7 ខ្មាស់គេយ៉ាងខ្លាំងដូចដើរស្រាតកុំសើចពីព្រោះសុំទោសគេហ៎ដូចដើរស្រាតកណ្ដាលផ្សារអញ្ចឹងដូចនេះដើម្បីព្យាបាលជំងឺផ្លូវចិត្តលោកច័កខ្ញុំបាទប្រាក់មីសូមធ្វើសន្យាថានៅថ្ងៃទី31ខែ5ខាងមុខនេះដល់ណាទេក្នុងការប្រកួតពានរង្វាន់សុខីលិចរដូវកាលទី8ដែលមានការប្រកួតសប្បុរសធម៌រវាងក្រុមសសយក All Star ប្រកួតជាមួយក្រុមផ្ការិចគ្រប់រដូវយើងខ្ញុំដាក់ជីងច័កលេង45នាទីពេញទោះលេងមិនកើតក៏ដោយហើយនឹងផ្ដល់ឲ្យផ្ការិចគ្រប់រដូវ100អាវសម្រាប់ចែកជូនហ្វេងជីងច័កដូចនេះសូមលោកជឿនច័កហើយជីងច័កឬក៏ JJ7 ទទួលការសុំទោសនេះពីខ្ញុំត្រៀមខ្លួនសម្រាប់លេង45នាទីពេញដូចនេះសូមលោកប្អូនមកចូលរួមឲ្យបានបងប្អូនដូចនេះសូមបងប្អូនមកចូលរួមឲ្យបានច្រើនកកដើម្បីជាសាក្សីថា JJ7 លេងបានពេញតង់ឬអត់ថ្ងៃនេះផងដែរក៏មានតារាចម្រៀងហងមាសមិនហងមាសទេបាទមាសសុកសុភាក៏មានតារាចម្រៀងមាសសុកសុភាក្រុមក្មេងខ្មែរគីងគួស្អីគីងឈី rapper ក្រុមក្មេងខ្មែរគីមឈីនិងតារាចម្រៀងផ្សេងទៀតផងដែរដើម្បីជាការលងចិត្តលោក JJ7 ហើយជីងច័កសូមស្ដាប់ចម្រៀងអាយ៉ៃមួយបទជាតិជាខ្មែរត្រូវតែសាងនៅភពសំណាងគ្រប់ប្រមុខយើងជាតិជាខ្មែរត្រូវតែសាងនៅភពសំណាងជាប្រមុខកសាងកសលផ្ដល់នៅសុខសាបយើងរួចសុខភ័យវេរី